ដៃមឹកអាធំដែលគេចំណាំលក់គេហៅដៃមឹកជាអីបងប្អូនយើងយកមកឆាជាមួយនឹងម្រះព្រៅដាក់ម្ទេសឲ្យច្រើនឲ្យហឹរនិយាយពីថារសជាតិឆ្ងាញ់ញាក់ហ្មងថ្ងៃហ្នឹងក៏ខ្ញុំមានម្ហូបមួយមុខទៀតគឺខ្ញុំទិញបានដៃមឹកហ្នឹងវារៀងធំហើយស្រស់ល្អដែរណាយកមកឆាជាមួយនឹងម្រះព្រៅដើម្បីក្លែមហើយដៃមឹកហ្នឹងដែរគឺខ្ញុំហាន់ជាចំណិតរបៀបថាយើងហាន់ឲ្យវាចេញជារូបផ្កាដើម្បីឆាទៅវាចូលជាតិទៅណាបងប្អូនហើយក៏ស្អាតដែរពេលយើងហាន់អញ្ចឹងទៅយើងឆាទៅវាចូលជាតិជាមួយគ្នាអញ្ចឹងណាបើបងប្អូនមានដៃមឹកហ្នឹងអត់ដឹងថាធ្វើអីបងប្អូនស្រាក់យកមកធ្វើវិធីតាមខ្ញុំហើយនិយាយរួមទៅហូបបាយក៏បានដែរក្លែមក៏បានដែរនិយាយពីរសជាតិគឺឆ្ងាញ់ហ្មងយើងឆាឲ្យហឹរហើយជាមួយនឹងម្រះព្រៅជាមួយនឹងយើងដាក់រសជាតិរបៀបប្រៃផ្អែមបងប្អូននិយាយពីថាឆ្ងាញ់ហ្មងអញ្ចឹងខ្ញុំប្រើជាមួយនឹងម្ទេសដៃនាងដែរបងប្អូនយើងដាក់អាហ្នឹងទៅវាអត់សូវហឹរហើយវាបានពណ៌ស្អាតទៀតហើយជាមួយនឹងខ្ទឹមសហើយម្ទេសគឺខ្ញុំក៏ច្រាំមកដាក់ចូលគ្នាបន្ទាប់មកគឺបេះជាមួយនឹងស្លឹកម្រះព្រៅហើយស្លឹកម្រះព្រៅនឹងដែរគឺខ្ញុំដាំខ្លួនឯងទៅពេលអញ្ចឹងទៅខ្ញុំយកតាំងពីត្រួយផ្កាវានឹងទៀតហើយសម្រាប់ដៃមកគឺយើងយកមកស្រុះសិនណាបងប្អូនបន្ទាប់មកក៏យើងចាប់ផ្ដើមម្លីងជាមួយនឹងម្ទេសហើយខ្ទឹមហើយយើងនឹងឲ្យវាឡើងឈ្ងុយដាក់ស្ករថ្នោតមកបងប្អូនបន្ទាប់មកយើងចាក់ទឹកត្រីចូលអញ្ចឹងគឺខ្ញុំឆារបៀបហ្នឹងបងប្អូនមកលីងទឹកត្រីជាមួយនឹងស្ករហើយចាក់ជាមួយនឹងមឹកចូលលីងវាចូលឲ្យវារៀងចូលជាតិគ្នាហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងបងប្អូនដៃលបតាមចំណូលចិត្តរបស់យើងមកនិយាយរួមទៅគឺរសជាតិប្រៃផ្អែមគឺត្រូវហ្មងហើយខ្ញុំបន្ថែមជាមួយនឹងម្ទេសការ៉េមកនិយាយទៅសម្រាប់ម្ទេសហ្នឹងបើបងប្អូនមានចាំដាក់ក៏បានអត់មានអត់ដាក់ក៏បានដែរនិយាយរួមទៅខ្ញុំដាក់ដើម្បីយកពណ៌វាឃើញពណ៌រៀងស្អាតទៅណាហើយម្យ៉ាងទៀតម្ទេសហ្នឹងគឺវាមានក្លិនអីទេដាក់ទៅក៏វាមានរសជាតិមួយបែបដែរហើយធ្វើឲ្យទឹកឆារបស់យើងនឹងរៀងខាប់ឆ្ងាញ់ទៀតបងប្អូនអញ្ចឹងចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកម្រះព្រៅតែប៉ុណ្្នឹងគឺរួចរាល់